ការចេញផ្សាយពីអាកាសធាតុថ្ងៃទី28 ខែ 11 វិច្ឆិកា 2025 ព្យុះត្រូពិចកូតូស្ថិតនៅលើសមុទ្រខាងកើតដោយមានល្បឿនខ្យល់អតិបរមាពី62ទៅ74គីឡូម៉ែត្រក្នុង1ម៉ោងដោយរំកិលឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើតភាគកណ្ដាលហ្វីលីពីនក្នុងល្បឿនប្រហែល25គីឡូម៉ែត្រក្នុង1ម៉ោងថ្ងៃទី27ដល់29ខែវិច្ឆិកាព្យុះនេះត្រូវបានគេរំពឹងថានឹងរំកិលឆ្ពោះទៅកាន់ភាគកណ្ដាលនៃប្រទេសវៀតណាមក្នុងល្បឿនយឺតជាង10ទៅ20គីឡូម៉ែត្រក្នុង1ម៉ោងថ្ងៃទី29ខែវិច្ឆិកានិងថ្ងៃទី1ខែធ្នូព្យុះកូតូនឹងបន្តរសាត់ដោយទិសពាយ៉ាប់ក្នុងល្បឿនប្រហែល5គីឡូម៉ែត្រក្នុង1ម៉ោងដោយចុះខ្សោយបន្តិចម្ដងទៅជាតំបន់សម្ពាធទាបមុនពេលបោកបក់មកដល់ដីគោកព្យុះត្រូពិចកូតូត្រូវបានគេរំពឹងថានឹងក្លាយជាព្យុះដ៏ខ្លាំងក្លាមួយដូច្នេះវានឹងមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើអាងទន្លេមេគង្គក្រោមទោះជាយ៉ាងណាក៏ដោយចាប់ពីថ្ងៃទី2ដល់ថ្ងៃទី3ខែធ្នូភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅខ្លាំងត្រូវបានគេរំពឹងថានឹងមាននៅតំបន់ខ្លះនៃភាគខាងកើតនិងភាគឦសាននៃប្រទេសកម្ពុជារួមមានភ្លៀងធ្លាក់ខ្លាំង